ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូ Part 51 នៃ Heyday ហើយនៅក្នុងវីដេអូនេះដែរខ្ញុំមកចង់បង្ហាញអ្នកទាំងអស់គ្នាអំពី event Village ជាមួយនឹង Fresh Start Fair អញ្ចឹងកុំឲ្យខាតពេលយូរយើងមកមើលពី event ហ្នឹងទាំងអស់គ្នាជាដំបូងខ្ញុំចូលមើល event នេះជាមុនសិនចំពោះលក្ខខណ្ឌនៃការលេងនេះដែរយើងគ្រាន់តែបំពេញអីវ៉ាន់តាមកថាហ្នឹងទៅនៅយើងនឹងទទួលបានបន្ទុកដើម្បីរំដោះយករង្វាន់តូចៗទាំងអស់នេះអ្នកទាំងអស់គ្នារង្វាន់3នេះដែរយើងទទួលបានជាប្រចាំថ្ងៃហើយចំពោះរង្វាន់នេះដែរគឺជារង្វាន់ធំអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាចង់បានគ្រាន់តែលេខ event ហ្នឹងក្នុងរយៈពេល5ថ្ងៃទៅនោះអ្នកទាំងអស់គ្នានឹងទទួលបានរង្វាន់ហ្នឹងហើយអធិស្ឋានផងអ្នកទាំងអស់គ្នាដែលខ្ញុំខានចេញវីដេអូយូរដោយសារតែខ្ញុំរវល់ជាក់ស្ដែងដូចមើលក្នុង event អញ្ចឹងក៏ខ្ញុំអត់សូវមានពេលលេងដែរឃើញមានខ្វែងមួយអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវនេះដែរយើងមកលេងនៅ event village ទាំងអស់គ្នាហើយចំពោះ event នេះដែរគេតម្រូវឲ្យយើងជិះតាមផ្លូវប្រមូលសត្វដែលមានតាមផ្លូវចាក់ស្ដែងដូចឃើញសត្វកវែងអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែមកប្រមូលសត្វអីក៏បានដែរមានសត្វដំរីសត្វកវែងជាមួយនឹងដំរីទឹកគ្រាន់តែអ្នកទាំងអស់គ្នាប្រមូលបានសត្វ3នឹងឲ្យគ្រប់ចំនួន3មកហើយបន្ទាប់មករកកន្លែងសួនសត្វដើម្បីតម្លាក់សត្វនោះទៅនោះអ្នកទាំងអស់គ្នានឹងទទួលបានត្បូងចំនួន3000ដើម្បីយកទៅរំដោះរង្វាន់ផ្សេងទៀតដែលអ្នកទាំងអស់គ្នាចង់បានហើយឥឡូវនេះដែរដោយសារតែឡានខ្ញុំអស់សាំងអញ្ចឹងទៅខ្ញុំត្រូវការសាំងបន្ថែមអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាត្រូវការសាំងចូលមើលកន្លែងហ្នឹងមកអ្នកទាំងអស់គ្នាធ្វើតាមនៅអ្វីដែលគេចង់បាននោះទៅនោះអ្នកទាំងអស់គ្នានឹងទទួលបានកាក់ដែលមានរូបព្រះអាទិត្យហ្នឹងដើម្បីបបលយកសាំងហើយកុំឆ្ងល់អ្នកទាំងអស់គ្នាមិនក៏ខ្ញុំផលិតចំណីឈោកចឹងដោយសារតែនៅពេលដែលយើងដាក់ចំណីឈោកទៅនោះយើងនឹងទទួលបានកាក់រូបព្រះអាទិត្យឥឡូវនេះដែរខ្ញុំមកបើកមើលតាមភាសាដើម្បីរកទិញល្ពៅតែមិនឆោតទៅឃើញល្ពៅហើយអត់ទិញល្ពៅទេអ្នកទាំងអស់គ្នាខ្ញុំគិតថាមកដឹកជួនអីវ៉ានេះទៅខេងលោបានកាក់រូបព្រះអាទិត្យតែជាក់ស្ដែងគឺធ្វើអត់បានដូចតែអ្វីគេចង់បានទេអ្នកទាំងអស់គ្នាដឹកបានតែ2ជើងគេត្រូវការ4ជើងនឹងអញ្ចឹងទៅឥឡូវខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាអំពីរង្វាន់វាលេខលើកនេះដែលយើងទទួលបានហើយនេះដែរគឺជារង្វាន់តូចដែលអ្នកទាំងគ្នាចង់ដូរមិនក៏បានដែរហើយនេះដែរគឺជារង្វាន់ធំជំរើសវាមាន3មួយត្បូង30មួយទៀតរបស់ដេកទេហើយមួយទៀតគឺជាសញ្ញាដែលយើងអាចប្រើប្រាស់សម្រាប់ប្រើថមឬក៏ឡើងផ្កាយច្រើនឬក៏ពេញហឹបនៅកណូតដៃវ៉ាន់ហ្នឹងអ្នកទាំងគ្នាហើយចំពោះរង្វាន់3ហ្នឹងដែរយើងអាចជ្រើសបានយកតែមួយទេដោយសារតែឥឡូវយើងចូលដល់ខែថ្មីចឹងទៅខ្ញុំមកបង្ហាញដល់អ្នកគ្នាអំពី Fan Pass តិចទៅថាតើ Fan Pass ហ្នឹងគេមានរង្វាន់អីខ្លះចឹងណាហើយចំពោះរង្វាន់ខាងលើនេះដែរបើសិនបើអ្នកទាំងអស់គ្នាចង់បានគឺអ្នកទាំងអស់គ្នាត្រូវបុកលុយតែជាយោបល់របស់ខ្ញុំអ្នកទាំងអស់គ្នាមិនច្បាច់បុកលុយទេយើងលេងតាមធម្មតាទៅព្រោះអីរង្វាន់ខាងលើហ្នឹងពេលខ្លះទៅអាចនឹងថ្ងៃក្រោយវាអាចនឹងធ្វើជា event ទៅដើម្បីយើងលេងទៅទទួលបានវាស្រាប់ដែរនឹងអ្នកទាំងអស់គ្នាអញ្ចឹងមិនចំណាយទិញទេហើយចំពោះអានេះដែរគឺជា sticker ដោយសារតែ Heyday វា update ថ្មីចឹងវាមាន sticker អ្នកទាំងអស់គ្នាអញ្ចឹងតិចខ្ញុំនឹងបង្ហាញថាកន្លែងណាជា sticker របស់វាអ្នកទាំងអស់គ្នាគ្រាន់តែចុចកន្លែងហ្នឹងមកហើយបន្ទាប់មកចូលរូបemoji ទី3នោះអ្នកទាំងអស់គ្នានោះអ្នកទាំងអស់គ្នានឹងឃើញបាន sticker អ្នកទាំងអស់គ្នាហើយបើសិនបើយើងចុចលើរូបវាទៅនោះវានឹងចេញជាសំឡេងអ្នកទាំងអស់គ្នាហើយខ្ញុំគិតថា emoji ហ្នឹងអាចនឹងគេប្រើប្រាស់នៅពេលដែលយើងនិយាយសន្ទនាជាមួយសមាជិក Neighborhood ហ្នឹងហើយអ្នកទាំងអស់គ្នាពេលចូលលេងកុំភ្លេចឆ្លៀតមើលកន្លែងហ្នឹងផងពេលខ្លះវាអាចនឹងបានកណូដែលថាបានរបស់ដេកផ្ទះថ្មីប៉ុន្តែនេះដោយសារតែរបស់ដេកផ្ទះវាអត់ប្រយោជន៍ដែរចឹងខ្ញុំអត់ធ្វើការដូរទេហើយឥឡូវខ្ញុំចូលមើលកសែម្ដងទៀតទៅដើម្បីធ្វើការទិញល្ពៅដើម្បីយកមកដាំអញ្ចឹងដោយសារតែខ្ញុំដាំល្ពៅទៅឃើញថាវាគ្រប់នៅអ្វីដែលគេចង់បានទៅដែរចឹងខ្ញុំទុកចោលតែប៉ុណ្្នឹងទៅហើយនៅពេលដែលអ្នកទាំងអស់គ្នាចូលមកលេង Heyday កុំភ្លេចចូលមើលកន្លែងនេះផងអ្នកទាំងអស់គ្នាព្រោះអីកន្លែងហ្នឹងពេលខ្លះវាឲ្យរបស់យើង free ចឹងណាហើយដោយសារតែនេះដែរវាអត់តមានអី free ទេចឹងទុកវាតែប៉ុណ្្នឹងទៅចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ